សួស្តីពុកម៉ែបងប្អូនវិលមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំមកប្រាប់ពីរបៀបចូលទៅកំណត់គោលដៅដើម្បីរកប្រាក់ចំណូលពី Facebook Page អញ្ចឹងបើបងប្អូនចង់កំណត់រកប្រាក់ចំណូលបងប្អូនចូលទៅពាក្យថា Creator បើសម្រាប់បងប្អូនលក់អនឡាញឬក៏បើកអាជីវកម្មផ្សេងៗឬផ្សព្វផ្សាយផលិតផលបងប្អូនយកពាក្យថា Business អញ្ចឹងបើបងប្អូនកំណត់យកពាក្យថា Creator ហើយគឺចំគោលដៅហើយរាល់ការផុសវីដេអូរូបភាព Story គឺមានសិទ្ធិពេលណាដែលគ្រប់គោលការណ៍របស់ក្រុមហ៊ុន Facebook បងប្អូនមួយចំនួនគាត់នៅតែឆ្ងល់ថាគាត់ផុសវីដេអូហេតុអ្វីកន្លែងរកលុយរបស់គាត់នៅតែពណ៌ខ្មៅនោះមកពីបងប្អូនមិនទាន់បានចូលទៅកំណត់អញ្ចឹងតើបងប្អូនដឹងពីវិធីសាស្ត្រចូលទៅកំណត់ហើយឬនៅឬចេះចូលទៅឆែកមើលហើយឬនៅបើនៅសូមចូលទៅមើលការបង្ហាញរបស់ខ្ញុំទាំងអស់គ្នាមុននឹងចូលទៅបង្ហាញសូមបងប្អូនជួយចុច Like Share Subscribe Channel YouTube អ្នកមួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅក្នុងកម្មវិធី Facebook ក្នុងទូរស័ព្ទដៃរបស់យើងទាំងអស់គ្នាអញ្ចឹងយើងចូលមកក្នុងកម្មវិធី Facebook របស់យើងទាំងអស់គ្នាមកគឺនៅក្រោមចុចលើវាមកបាទបន្តមកទៀតចូលមកដល់នេះគឺជា Facebook profile របស់ខ្ញុំដែលជា admin របស់ page របស់យើងអញ្ចឹងដើម្បីចូល page របស់យើងបានគឺយើងចូលក្នុង Facebook profile របស់យើងដែលជា admin នេះសិនអញ្ចឹងយើងចុចលើវាមកបាទមកដល់ទៅនេះគឺយើងមើលមកខាងស្ដាំដៃដែលមានសញ្ញាគ្រីសហើយមានក្រហមនេះចឹងយើងចូលទៅវាមកបាទមកដល់នេះគឺយើងចូលដល់ page របស់យើងហើយចឹងpage របស់ខ្ញុំគឺមានច្រើនបាទគឺមានច្រើនចឹងយើងទៅធ្វើការជ្រើសរើស page មួយមកបង្ហាញបងប្អូនចឹងឧទាហរណ៍ថាខ្ញុំចូល page មួយនេះចុះចឹងខ្ញុំចុចលើវាមកអញ្ចឹងនៅពេលដែលយើងចុចលើវាគឺវាចូលមកដល់page profile ហើយអញ្ចឹងយើងចុចលើវាមកបាទបន្តមកទៀតយើងមើលមកខាងលើដដែលនៅខាងឆ្វេងដៃនេះខ្លែងឆ្នាត3នេះចុចលើវាទៀតមកបាទបន្តមកទៀតយើង scroll វាមកខាងក្រោមយើងត្រូវពាក្យថាការកំណត់នៅឯកជនភាពនេះយើងចុចលើវាទៀតមកបាទមកដល់ទៅនេះគឺយើងមើលមកខាងលើគេនេះដែលមានរូបកងចក្រនិងរូបក្បាលមនុស្សនេះដែលគេដាក់ថាការកំណត់នេះគេចុចលើវាទៀតមកអញ្ចឹងមកដល់ទៅនេះដែរគឺយើង scroll វាមកខាងក្រោមយើងត្រូវពាក្យមួយដាក់ថាការរៀបចំទំព័រដែលមានរូបទង់ជាតិនេះគឺយើងចុចលើវាទៀតមកបាទមកដល់ទៅនេះគឺយើងមើលមកខាងចំកណ្ដាលនេះនៅខាងឆ្វេងដៃនេះកន្លែងដាក់ថាប្រភេទទំព័រនេះគឺយើងចុចលើវាទៀតមកបាទមកដល់ទៅគឺមកដល់កន្លែងចំណុចសំខាន់ហើយគឺយើងមកធ្វើការកំណត់គេដាក់ថាប្រភេទទំព័រអញ្ចឹងវាមាន2ជម្រើសបាទទី1គឺអាជីវកម្មទី2គឺអ្នកបង្កើតអញ្ចឹងឧទាហរណ៍ថាបងប្អូនជ្រើសខាងលើបាទខាងលើគឺសម្រាប់បងប្អូនដែលធ្វើអាជីវកម្មឬក៏លក់អនឡាញបងប្អូនអាចយកខាងលើនេះបានអញ្ចឹងខាងលើនេះគេដាក់ថាអាជីវកម្មល្អបំផុតសម្រាប់អាជីវកម្មដែលលក់ផលិតផលឬសេវាកម្មអង្គភាពមិនរកប្រាក់ចំណេញនិងអង្គភាពផ្សេងទៀតអញ្ចឹងបងប្អូនបើសិនជាបងប្អូនគ្រាខាងលើនេះមានន័យថាបងប្អូនអាចរកប្រាក់ចំណូលពីការផុសរូបថតអីបានទេអញ្ចឹងបងប្អូនអាចសម្រាប់បងប្អូនដែលធ្វើការផ្សព្វផ្សាយផលិតផលឬក៏ធ្វើអាជីវកម្មអីចង់ផ្សព្វផ្សាយអាជីវកម្មរបស់បងប្អូនអញ្ចឹងបាទខាងលើនេះហើយបើសិនជាបងប្អូនចូលខាងក្រោមនេះបាទខាងក្រោមនេះគឺគេដាក់ថាអ្នកបង្កើតល្អបំផុតសម្រាប់អ្នកបង្កើតមាតិកា
គោលសាធារណៈនិងអាជីវកម្មផ្សេងទៀតដែលស្វែងរកការរកលុយពីមាតិកាអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើវីដេអូដើម្បីរកប្រាក់ចំណូលពី Facebook អញ្ចឹងបងប្អូនគឺយកខាងក្រោមនេះមកបាទអញ្ចឹងឧទាហរណ៍ខ្ញុំយកខាងក្រោមនេះព្រោះខ្ញុំបានធ្វើវីដេអូរកប្រាក់ចំណូលពី Facebook អញ្ចឹងខ្ញុំយកខាងក្រោមនេះបាទបន្តមកទៀតយើងមើលមកខាងក្រោមគេបងប្អូននេះកន្លែងខ្មៅនេះជួយខ្ញុំជ្រើសរើសអញ្ចឹងចុចអាកន្លែងក្រោមគេហ្នឹងមកបាទហើយមកដល់ទៅនេះយើងមើលមកខាងលើគេនេះវាមាន3ចំណុចសំខាន់នេះគឺរកលុយកសាងសហគមន៍និងការលក់ពាក់ព័ន្ធអញ្ចឹងយើង3ចំណុចនេះគឺយើងធ្វើការគ្រីសវាយកទាំង3មកបាទបន្ទាប់ពីយើងបាទវាគ្រីសវាហើយបន្ទាប់មកទៀតយើងចុចមើលមកខាងក្រោមឡើងខៀវនេះហើយនឹងពាក្យថាបន្ទាប់នេះគឺយើងចុចយកវាមកបាទមកដល់ទៅនេះគឺគេចង់បញ្ជាក់យើងជាងគេដាក់អក្សរកន្លែងសដិតនេះដាក់ថាផ្អែកលើការជ្រើសរើសរបស់អ្នកយើងគិតថាអ្នកបង្កើតគឺល្អបំផុតសម្រាប់អ្នកបាទអញ្ចឹងយើងចុចលើកន្លែងបញ្ជាក់នេះមកខៀវក្រោមនេះបាទមកដល់នេះគឺយើងបានកំណត់រួចហើយអញ្ចឹងយើងជ្រើសរើសយកការបង្កើតមាតិកាដើម្បីរកប្រាក់ចំណូលពី Facebook Page អញ្ចឹងបងប្អូនអាចផុសរូបភាពវីដេអូឬក៏ status story អីណាបងប្អូនអាចផុសជារៀងរាល់ថ្ងៃនៅពេលដែលបងប្អូនគ្រប់គោលការណ៍ដែលក្រុមហ៊ុន Facebook ឲ្យគ្រប់គោលការណ៍ឲ្យបងប្អូនអាចស្នើសុំរកប្រាក់ចំណូលបានចឹងវីដេអូនេះមានតែប៉ុណ្ណេះទេអរគុណចាំមកការតាមជួយចុច like share និង subscribe ជាណែមួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតអរគុណច្រើន